ធនាគារម្នាក់នៅថៃលួចដកលុយភ្ញៀវជាង$20,000ទិញផ្ទះទិញឡានថែមទាំងបញ្ជូនកូនទៅរៀននៅស្រុកក្រៅទៀតកាលពីថ្ងៃទី10 ខែមីនា ឆ្នាំ2025 កន្លងទៅនៅប្រទេសថៃមានករណីស្ត្រីជាបុគ្គលិកធនាគារម្នាក់បានលួចដកលុយពីកង់របស់ភ្ញៀវជាង$20,000យកទៅទិញផ្ទះទិញឡាននិងបញ្ជូនកូនទៅរៀននៅក្រៅប្រទេសតែចុងក្រោយត្រូវប៉ូលីសរបួសជាប់តាមព័ត៌មានបានឲ្យដឹងថាហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងធនាគារមួយកន្លែងនីស៊ីឈុនខេត្តនគរศรีធម្មរាជដែលកាលពីថ្ងៃទី8 ខែមីនា ឆ្នាំ2025 កន្លងទៅខាងអ្នកចាត់ការរបស់ធនាគារបានរកឃើញថាមានភ្ញៀវម្នាក់បានដកលុយចេញពីកង់យ៉ាងចម្លែកដែលបានផ្ញើចេញរហូតដល់ទៅ8លានបាតឬប្រមាណ$2.3 សែនទៅកាន់កង់មួយទៀតនៅធនាគារដដែលតែសាខាផ្សេងខាងអ្នកចាត់ការក៏បានមកដាក់ពាក្យប្តឹងប៉ូលីសព្រមទាំងបានពិនិត្យកាមេរ៉ាសុវត្ថិភាពទៅក៏ឃើញថាម្ចាស់កង់មិនបានមកដកលុយផ្ញើចេញដោយខ្លួនឯងនោះទេតែជាស្នាដៃរបស់ស្ត្រីបុគ្គលិកធនាគារម្នាក់ដែលនាងបានលួចកាតរបស់អ្នករួមការងារមកធ្វើការដកលុយចេញយ៉ាងណាមិញនៅពេលដែលគេហៅនាងមកសួរនាំចម្លើយនាងបានសារភាពឲ្យដឹងថានាងពិតជាបានប្រព្រឹត្តរឿងនេះពិតមែនព្រោះតែគ្រួសារកំពុងខ្វះខាតលុយដែលនាងបានយកលុយទាំងនោះទៅទិញផ្ទះទិញឡាននិងបញ្ជូនកូនទៅរៀននៅក្រៅប្រទេសដែលឡែកចុងក្រោយនាងក៏ត្រូវបានប៉ូលីសឃុំខ្លួនដើម្បីត្រៀមកាត់ទោសពីបទលួចទ្រព្យសម្បត្តិតាមច្បាប់